ការអ្នកយល់ដោយម្ដេចប្រសិនបើការផ្លាស់ប្ដូរឆាកជីវិតរបស់អ្នកមិនទាមទារការប្រឹងប្រែងខ្លាំងក្លាឬត្រូវការកែប្រែ360ដឺក្រេនោះទេតើអ្នកដឹងទេថាអាចកំបាំងនៃភាពជោគជ័យតាមពិតជាសកម្មភាពដែលតូចដែលមនុស្សភាគច្រើនតែងមើលរំលងនេះជាអ្វីដែលបានលើកឡើងក្នុងជំពូកនេះក្នុងសៀវភៅទម្លាប់ Atomic ដោយអ្នកនិពន្ធ James Clear នៅក្នុងជំពូកទី1សៀវភៅបានចាប់ផ្ដើមជជែកអំពីគំនិតដ៏មានអានុភាពមួយដែលបានចាប់ផ្ដើមកែប្រែការគិតរបស់យើងចំពោះសកម្មភាពតូចទម្លាប់តូចស្ដាប់ទៅហាក់ដូចជាអ្វីដែលគ្មានប្រយោជន៍ប៉ុន្តែទម្លាប់តូចទាំងនេះនៅពេលអនុវត្តបន្តិចម្ដងរាប់សិបថ្ងៃរាប់សិបខែនិងរាប់ឆ្នាំនោះអ្នកនឹងឃើញការផ្លាស់ប្ដូរដែលមិននឹកស្មានដល់នៅក្នុងវីដេអូនេះយើងនឹងមកសម្រាយគោលគំនិតសំខាន់អំពីជំពូកទី1ដោយប្រើឧទាហរណ៍សាមញ្ញតក្កៈក្នុងជីវិតប្រចាំថ្ងៃដូច្នេះអ្នកអាចយល់អំពីមូលហេតុដែលយើងមិនគួរមើលស្រាលលើទម្លាប់តូចទាំងនេះឡើយមនុស្សភាគច្រើនមិនជឿថាទម្លាប់តូចមានសារៈសំខាន់នោះទេការផឹកទឹកមួយកែវមិនបានកែប្រែសុខភាពអ្នកមកជាល្អនោះទេការអានសៀវភៅមួយទំព័រមិនធ្វើឲ្យអ្នកឆ្លាតនោះទេដាក់ប្រាក់សន្សំមួយកាំងវិសេសនៅថ្ងៃនេះនឹងមិនធ្វើឲ្យអ្នកខ្លាចជាអ្នកមាននៅថ្ងៃស្អែកនោះទេនេះក៏ព្រោះតែអ្នកមិនអាចឃើញលទ្ធផលក្នុងរយៈពេលខ្លីបានទេហើយដូច្នេះហើយទើបមនុស្សជាច្រើនតែងតែបោះបង់លោក James Clear បានពន្យល់ថានេះជាហេតុផលដ៏ធំដែលមនុស្សជាច្រើនបរាជ័យក្នុងការកែប្រែជីវិតរបស់ខ្លួនគឺមិនមែនដោយសារតែពួកគេខ្វះការលើកទឹកចិត្តនោះទេតែដោយសារពួកគេវាយតម្លៃវឌ្ឍនភាពនៃការអភិវឌ្ឍរបស់ខ្លួនមិនបានត្រឹមត្រូវយើងតែងចង់បានការផ្លាស់ប្ដូរឆាប់រហ័សនិងលទ្ធផលភ្លាមប៉ុន្តែតាមពិតការផ្លាស់ប្ដូរមានដំណើរយឺតស្ងៀមស្ងាត់និងដោយមិនដឹងខ្លួនថែមទៀតផងជំពូកទី1ធ្វើការប្រៀបធៀបទម្លាប់ទៅនឹងការប្រាក់បង្គោលនៅក្នុងគណនីធនាគារប្រៀបដូចជាលុយដែលកើនឡើងយឺតនៅគ្រាដំបូងហើយទម្លាប់ក៏មានដំណើរដូចនេះដែរប្រសិនបើអ្នកប្រសើរឡើងត្រឹមតែ 1% ជារៀងរាល់ថ្ងៃនោះបើអ្នកមើលភាពប្រសើរឡើងរបស់អ្នកនៅក្នុងថ្ងៃនេះឬត្រឹមថ្ងៃស្អែកឬសប្តាហ៍ក្រោយនោះអ្នកដូចជាមិនឃើញមានការផ្លាស់ប្ដូរជាដុំកំភួនអ្វីឡើយប៉ុន្តែបន្ទាប់ពីច្រើនខែនិងច្រើនឆ្នាំកន្លងទៅភាពប្រសើរឡើងតូចទាំងនេះបានបង្កឡើងជាចំនួនដ៏ច្រើនសម្បើមទម្លាប់អាក្រក់ក៏ដូចគ្នាដែរទម្លាប់អាក្រក់តូចដែលធ្វើរាល់ថ្ងៃយូរទៅនឹងបង្កក្លាយទៅជាបញ្ហាដ៏ធំបានទម្លាប់នឹងមិនកែប្រែជីវិតអ្នកក្នុងមួយថ្ងៃនោះទេតែវានឹងផ្លាស់ប្ដូរជីវិតអ្នកពេញមួយជីវិតគោលគំនិតសំខាន់មួយនៅក្នុងជំពូកទី1គឺត្រូវបានលោក James Clear ហៅថា Plateau of Latent Potential ដែល Clear នេះបង្កប់ន័យថាយល់ថាអ្នកកំពុងខំប្រឹងប្រែងហើយអ្នកយល់ថាអ្នកកំពុងធ្វើសកម្មភាពដែលត្រឹមត្រូវហើយប៉ុន្តែអ្នកពុំឃើញមានលទ្ធផលនៅឡើយហើយដូច្នេះមនុស្សភាគច្រើនក៏បោះបង់នៅចំណុចនេះសាកស្រមៃដល់ដុំទឹកកកមួយដុំក្នុងបន្ទប់ត្រជាក់មួយសីតុណ្ហភាពកើនឡើងបន្តិចម្ដងពីដក5អង្សាទៅ0អង្សាយើងសង្កេតមិនឃើញការប្រែប្រួលនៅលើដុំទឹកកកនោះទេប៉ុន្តែនៅពេលសីតុណ្ហភាពចាប់បង្កើនពី0អង្សាឡើងទៅដុំទឹកកកចាប់ផ្ដើមរលាយបន្តិចម្ដងការប្រឹងប្រែងទាំងអស់មុនពេលការផ្លាស់ប្ដូរចាប់ផ្ដើមបង្ហាញលទ្ធផលមានសារៈសំខាន់គ្រាន់តែវាមិនទាន់ដល់ពេលដែលត្រូវបង្ហាញឲ្យយើងឃើញនៅឡើយប៉ុណ្ណោះទម្លាប់ក៏ដូចគ្នាដែរវឌ្ឍនភាពកំពុងកើតមានក្នុងស្រទាប់ខាងក្រោមដែលយើងមើលមិនទាន់ឃើញឬគ្មានអារម្មណ៍ថាមានការប្រែប្រួលបើមើលពីខាងក្រៅភាពជោគជ័យរបស់នរណាម្នាក់ប្រៀបដូចជាកើតឡើងត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះមនុស្សនៅពេលឃើញបែបនេះតែនិយាយថាគាត់សំណាងណាស់គាត់មានដងពីធម្មជាតិតែមួយផ្លែតសោះពួកគេសម្រេចបានលទ្ធផលហើយប៉ុន្តែជំពូកទី1បញ្យល់ដូចនេះថាភាពជោគជ័យគឺកើតចេញពីលទ្ធផលនៃការសន្សំទម្លាប់តូចជាច្រើនដដែលនិងជាប់លាប់រយៈពេលដ៏យូរអង្វែងដែលមនុស្សផ្សេងទៀតមិនបានមើលឃើញភាពបរាជ័យក៏ដូចគ្នាផងដែរគ្រាន់តែវាមានដំណើរបញ្ច្រាស់គ្នាប៉ុណ្ណោះការសម្រេចចិត្តមិនបានល្អតូចជាច្រើនបន្តគ្នានឹងបំផ្លាញជីវិតរបស់អ្នកក្នុងរយៈពេលដ៏ខ្លីទម្លាប់អាក្រក់ទាំងនេះនឹងទាញអ្នកចេញពីផ្លូវដែលត្រឹមត្រូវដោយមិនដឹងខ្លួនទម្លាប់មិនមែនផ្ដោតសំខាន់ទៅលើការឃើញលទ្ធផលនៅពេលជាក់លាក់ណាមួយនោះទេតែវាផ្ដោតសំខាន់ទៅលើទិសដៅដែលអ្នកកំពុងធ្វើដំណើរឆ្ពោះទៅក្នុងជំពូកទី1នៃសៀវភៅនេះវាក៏ណែនាំការផ្លាស់ប្ដូរផ្នត់គំនិតផងដែរដោយលើកឡើងនៅប្រយោគដ៏មានអត្ថន័យមួយថាគោលដៅនឹងមិនផ្លាស់ប្ដូរអ្នកទេតែគឺជាប្រព័ន្ធនៃទម្លាប់វិញទេដែលអាចផ្លាស់ប្ដូរអ្នកបានគោលដៅផ្ដោតទៅលើលទ្ធផលប្រព័ន្ធផ្ដោតទៅលើទម្លាប់ប្រចាំថ្ងៃ
ប្រសិនបើអ្នកផ្ដោតទៅលើគោលដៅអ្នកប្រហែលជាផ្លាស់ប្ដូរតែបណ្ដោះអាសន្នប៉ុណ្ណោះប្រសិនបើអ្នកផ្ដោតទៅលើប្រព័ន្ធការផ្លាស់ប្ដូរនឹងកើតមានជាអចិន្ត្រៃយ៍ទម្លាប់តូចៗជាសសរគ្រឹះនៃប្រព័ន្ធទាំងនេះមេរៀនសំខាន់ក្នុងជំពូកទី1គឺសាមញ្ញប៉ុន្តែពិតជាមានសារៈសំខាន់ទម្លាប់តូចៗសំខាន់ខ្លាំងជាងការធ្វើសកម្មភាពមួយដែលធំទៅទៀតមិនមែនដោយសារតែលទ្ធផលមួយមុខនោះទេតែដោយសារវាជាប្រព័ន្ធអចិន្ត្រៃយ៍មួយដែលមាននិរន្តរភាពអ្នកមិនចាំបាច់ត្រូវបដូរអ្វីមួយទាំងស្រុងត្រឹមមួយលើកនោះទេអ្នកត្រូវការត្រឹមតែការផ្លាស់ប្ដូរបន្តិចបន្តួចសន្សឹមហើយធ្វើវាឲ្យបានជាប់លាប់ប៉ុណ្ណោះទម្លាប់តូចៗទាំងនេះនឹងពង្រឹងដល់អត្តសញ្ញាណនៃប្រភេទមនុស្សដែលអ្នកនឹងក្លាយទៅជាដោយមិនដឹងខ្លួនជំពូកទី1នៃសៀវភៅទម្លាប់អាតូមិកបានកែប្រែការគិតរបស់យើងអំពីការអភិវឌ្ឍខ្លួនវាបានបង្រៀនយើងថាលទ្ធផលបរាជ័យមិនមែនដោយសារអ្នកខ្សោយនោះទេការបរាជ័យកើតឡើងដោយសារអ្នករំពឹងចង់បានលទ្ធផលឆាប់ពេកបើសិនបើអ្នកជឿលើប្រព័ន្ធហើយធ្វើបានជាប់លាប់ជាប្រចាំនិងរងចាំទៅតាមពេលវេលាគ្រប់គ្រាន់នោះអ្នកច្បាស់ជានឹងឃើញលទ្ធផលសូមចាំថាវាមិនបង្ហាញលទ្ធផលក្នុងរយៈពេលខ្លីនោះទេប៉ុន្តែប្រកាសជានឹងទទួលបានលទ្ធផលសូមអរគុណសម្រាប់ការទស្សនាកុំភ្លេចចុច like និង Subscribe ដើម្បីបានវីដេអូថ្មីៗ